ដំណើរកម្សាន្តដែលគ្មានកម្រងទៅលេងប្រាសាទអង្គរវត្តនៅក្នុងខេត្តសៀមរាបការធ្វើដំណើរកម្សាន្តពីទីកន្លែងមួយទៅទីកន្លែងមួយទៀតយើងតែងតែមានកម្រងទុកមុនយ៉ាងតិចណាស់រយៈពេលត្រឹមមួយសប្តាហ៍ទុកមុនផងដែរប៉ុន្តែសម្រាប់ខ្ញុំគឺអត់មានកម្រងទេទៅដល់អង្គរវត្តទាំងអត់ដឹងខ្លួនងើបឡើងមុខក៏អត់ស្រស់ស្រាយដែរហើយក៏ជិះចូលទៅផ្លូវអង្គរហើយមេក៏បាននិយាយថាតោះយើងចូលលេងអង្គរមកផ្លែតហើយខ្ញុំក៏ឆ្លើយថាអូខេបងតោះព្រោះខ្ញុំខានចូលអង្គរវត្តរៀងយូរដែរអញ្ចឹងក៏បងនាំដើរលេងក្នុងអង្គរហ្នឹងទៅនៅពេលដែលយើងបានដើរចូលទៅដល់អង្គរវត្តបានបន្តិចក៏យើងចង់ដឹងពីប្រវត្តិសាស្ត្ររបស់ប្រាសាទអង្គរវត្តឲ្យកាន់តែស៊ីជម្រៅយើងក៏បានអញ្ជើញបងស្រីដែលជាកាយដែលធ្វើការនៅទីកន្លែងហ្នឹងមកធ្វើជាកាយសម្រាប់ពួកយើងផងដែរគឺថ្ងៃហ្នឹងមកដល់អង្គរអត់កម្រងបងប្អូនហើយចឹងបាច់ម៉ូតសក់មាន36បែបទៅ40បែបណាបងប្អូន36បែបទៅ40បែបចឹងម៉ូតដែលយើងយកទៅរួមឬធ្វើពិធីមានម៉ូតនេះយកទៅជាប្រចាំចា៎បន្ទាប់ពីស្ដាប់បងស្រីដែលជាកាយគាត់បានរៀបរាប់អំពីចម្លាក់ក្បាច់ក្បូរនៅលើផ្ទាំងប្រាសាទរបស់យើងក៏បានមកដល់កន្លែងដែលយើងអុជធូបគោរពបូជាតាមជំនឿប្រពៃណីរបស់ជនជាតិខ្មែរយើងអញ្ចឹងយើងក៏បានចូលអុជធូបដើម្បីសុំសំណុកសុខសប្បាយទាំងធ្វើដំណើរទីជិតទីឆ្ងាយក៏ដូចជាសុខភាពរបស់យើងផ្ទាល់បន្ទាប់ពីអុជធូបនៅផ្នែកខាងលើហើយក៏យើងចុះមកផ្នែកចំហៀងប្រាសាទអង្គរវត្តយើងមកមើលពីចម្លាក់របស់ប្រជាជនខ្មែរយើងដែលគាត់បានឆ្លាក់យកមកធ្វើការលក់ក៏ដូចជាផ្ទាំងគំនូរផ្សេងដែលបងប្រុសគាត់កំពុងតែអង្គុយគូផ្ទាល់ក៏ដូចជាយើងបានជីវនៅផ្ទាំងគំនូរពីខាងគាត់ផងដែរយកមកតាំងនៅកន្លែង office ធ្វើការរបស់យើងផងដែរតពីមើលភាពអស្ចារ្យនៃបងប្រុសដែលគាត់គូគនូយើងមកមើលភាពអស្ចារ្យនៃដូនតាខ្មែរយើងដែលគាត់បានឆ្លាក់រូបចម្លាក់ផ្សេងជាប់ទៅនឹងផ្ទាំងថ្មរបស់ប្រាសាទអង្គរវត្តផ្ទាល់តែម្ដងនិយាយទៅគឺពិតជាសរសើរដូនតារបស់ខ្មែរយើងផងដែរដែលគាត់បានឆ្លាក់ក៏ដូចជាផុសតាងសម្រាប់កូនខ្មែរចំនួនក្រោយថាដូនតាខ្មែរយើងគឺពិតជាអស្ចារ្យមែនតែននាសម័យនោះប្រាសាទអង្គរវត្តហ្នឹងខានមកចូល10ឆ្នាំហើយគ្នាអញ្ចឹងចាំដាក់រូបភាពពេលខ្ញុំមកកាលនៅទូចឲ្យមើលលើក្រង់ហ្នឹងហ្នឹងហើយគ្នាយើងបើមានពេលតនេះមកលេងហើយមកព្រោះខ្ញុំ10ឆ្នាំខានមកទៅមកលើជីកាត់ក៏ចូលលេងបន្ទាប់ពីដើរមើលប្រាសាទក៏ដូចជាថតរូបស្អាតតាមប្រាសាទរួចរាល់អស់ហើយមេឃក៏ចាប់ផ្ដើមដាក់មួយមេមកយ៉ាងធំដូចពាក្យចាស់លោកពោលថាពេលមេឃភ្លៀងហើយពេលភ្លៀងហើយមេឃគង់តែស្រឡះទេអញ្ចឹងពេលមេឃភ្លៀងហើយគឺបង្ហាញនៅរូបភាពដ៏ស្រស់ស្អាតមែនតែនបង្ហាញមកគឺស្អាតនេះស្អាតណាឃើញអត់ហ្នឹងហើយចឹងបន្ទាប់ពីយើងដើរលេងអស់ចិត្តអស់ចង់ហើយក៏បានចេញមកក្រៅដើរទៅកន្លែងយើងទុករថយន្តវិញក៏បានជួបនឹងបងប្រុសដែលគាត់ជាអ្នកធ្វើមេតិកាផ្សព្វផ្សាយពីអង្គរវត្តយើងដែរប៉ុន្តែខ្ញុំភ្លេចឈ្មោះគាត់ទៅអធិស្ឋានផងបងបើសិនជាបងឃើញវីដេអូហ្នឹងជួយចូល comment មួយផងបន្ទាប់ពីយើងដើរលេងអស់រយៈពេល4ម៉ោងហើយគឺថាហេវហើយអញ្ចឹងមេក៏គាត់នាំខ្ញុំទៅកាន់ភូមិព្រះដាក់ដើម្បីទៅញ៉ាំអាហារពេលល្ងាចនៅក្នុងផងដែរបន្ទាប់ពីយើងចេញពីអង្គរវត្តមកគឺយើងជិះឆ្លងកាត់ប្រាសាទជាច្រើនហើយអធិស្ឋានផងគ្នាយើងគឺខ្ញុំអត់ដឹងថាប្រាសាទឈ្មោះអីទេអធិស្ឋានមែនតើសម្រាប់វីដេអូមួយនេះផងដែរគឺខ្ញុំអត់មានកម្រងថាយកមកធ្វើជា vlog ទេខ្ញុំចេះតែថតទុកតែគ្នាយើងប៉ុន្តែដល់ពេលខ្ញុំអូសទៅឃើញចេះតែស្ដាយវីដេអូអញ្ចឹងក៏យកមកផុសឲ្យគ្នាយើងបានមើលបានទៅដើរលេងប្រាសាទអង្គរវត្តជាមួយខ្ញុំដែរអញ្ចឹងណាគ្នាយើងអញ្ចឹងជាចុងក្រោយអធិស្ឋានផងសម្រាប់ការកាត់តឬក៏ការថតឬអត់ពេញលីងឲ្យគ្នាយើងមើលអរគុណច្រើនគ្នាយើងជួបគ្នានៅវីដេអូក្រោយបាយ